បាទសូមជម្រាបសួរប្រិមិត្តជាទីមេត្រីនិងជាទីរាប់អាននៅក្នុងនាមជាប្រធានអាស៊ានលោកអាន់វ៉ាអ៊ីនប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីបានសម្របសម្រួលភាគីចំនួនថៃនិងកម្ពុជាតាមការហៅទូរស័ព្ទសន្ទនាត្រីភាគីចុងក្រោយនៅរុស្ស៊ីនៅថ្ងៃទី13ខែធ្នូបន្ទាប់ពីកិច្ចប្រជុំតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំប៉ុន្មានម៉ោងមុនចុងក្រោយនេះក្រោយការសន្ទនាតាមទូរស័ព្ទលោកអាន់វ៉ាអ៊ីនប្រាហ៊ីមក៏បានបង្ហោះសារលើបណ្ដាញសង្គម Facebook របស់លោកដោយបង្ហាញពេលវេលាជាក់លាក់នៃការចូលជាធរណីមាត្រនៅបទឈប់បាញ់ត្រឹមម៉ោង10យប់នៅថ្ងៃទី13ខែធ្នូនេះវិធានការមួយចំនួនសម្រាប់តាមដានការអនុវត្តបទឈប់បាញ់ដែលជាការទាមទារចង់បានពីប្រធានាធិបតីសហរដ្ឋអាមេរិកនិងប្រធានអាស៊ានក៏ដូចជាភាគីកម្ពុជាដែលជាភាគីរងគ្រោះអំពីការឈ្លានពានរបស់ថៃវិធានការច្បាស់លាស់ដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅក្នុងនាមជាប្រធានអាស៊ានបានដាក់ចេញរួមមានពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន IOT ដឹកនាំដោយកងកម្លាំងការពារជាតិម៉ាឡេស៊ីនិងការដាក់ប្រព័ន្ធផ្កាយរណបដែលផ្ដល់ដោយរដ្ឋបាលសហរដ្ឋអាមេរិកសម្រាប់ចាប់សកម្មភាពនៅក្នុងពេលជាមួយគ្នានេះផងដែរលោកអាន់វ៉ាក៏បានស្នើឲ្យភាគីចំនួនបញ្ឈប់រាល់ទម្រង់នៃអំពើអរិភាពនិងជៀសវាងសកម្មភាពយោធាបន្ថែមទៀតរួមទាំងការប្រើប្រាស់កងកម្លាំងឬក៏ចល័តឆ្ពោះទៅមុខនៃអង្គភាពប្រដាប់អាវុធដែលអាចនាំទៅដល់ការបរាជ័យនៃបទឈប់បាញ់ដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំប្រឹងប្រែងសម្របសម្រួលចុងក្រោយនេះក្រោយការប្រកាសរបស់ប្រធានអាស៊ាននៅក្នុងផ្ទៃក្នុងរបស់ប្រទេសថៃឯណោះវិញហាក់បានបង្ហាញការមិនពេញចិត្តនិងគ្មានឆន្ទៈនៅក្នុងការអនុវត្តបទឈប់បាញ់នោះទេនាយករដ្ឋមន្ត្រីចាំផ្ទះលោកអានុទីនឆាវរៈគុលតាមរយៈការចុះផ្សាយរបស់សារព័ត៌មានថៃនានាក៏បានបង្ហាញចេតនាមិនអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំចេញមុខសម្របសម្រួលជាថ្មីនៅថ្ងៃទី12ខែធ្នូនេះនាយករដ្ឋមន្ត្រីថៃលោកអានុទីនឆាវរៈគុលក៏បាននិយាយថាមិនទាន់ដល់ពេលវេលាសម្រាប់ការចរចាឈប់បាញ់ជាមួយនឹងកម្ពុជាទេដោយបដិសេធការអះអាងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីនប្រាហ៊ីមដែលជាប្រធានអាស៊ានដែលនិយាយថាបទឈប់បាញ់នឹងចូលជាធរណីមាត្រចាប់ពីម៉ោង10នៅថ្ងៃទី13នេះលោកអានុទីនក៏បានពណ៌នាថាការអះអាងរបស់លោកអាន់វ៉ាជាការយល់ច្រឡំជុំវិញនិងជំរុញឲ្យសាធារណជនរងចាំតាមដានសេចក្តីថ្លែងការណ៍ពីខាងយោធាទៅវិញការអះអាងរបស់លោកអានុទីនក៏ហាក់ដូចជាទុកនៅអ្វីដែលជារដ្ឋមន្ត្រីការពារជាតិថៃបានអះអាងនៅមុននេះថាគ្មានបទឈប់បាញ់កើតឡើងនោះទេក្រោយពីការបង្ហោះសាររបស់លោកអាន់វ៉ាអ៊ីនប្រាហ៊ីមដោយសារតែភាពស្រពិចស្រពិលមិនអាចទុកចិត្តបានរបស់ភាគីថៃតាមសាររបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីសហរដ្ឋអាមេរិកក៏បានផ្ដល់ឲ្យបច្ចេកវិទ្យាផ្កាយរណបសម្រាប់ការតាមដានត្រួតពិនិត្យមើលការអនុវត្តបទឈប់បាញ់ដែលនឹងចាប់ផ្ដើមនៅវេលាម៉ោង10យប់នេះលោកអាន់វ៉ាក៏បានលើកឡើងថាការរកឃើញពី
ការត្រួតពិនិត្យរបស់ផ្កាយរណបនិងការសង្កេតលើទីកន្លែងនឹងត្រូវចងក្រងដោយ IoT ហើយក៏បង្ហាញនៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារការបរទេសអាស៊ាននៅថ្ងៃអង្គារទី16ខែធ្នូរបាយការណ៍នេះនឹងផ្ដល់នូវទិន្នន័យគោលនៃស្ថានភាពរួមទាំងជំហររបស់ភាគីទាំងពីរនៅក្នុងផលប្រយោជន៍នៃកណន័យភាពការកសាងទំនុកចិត្តនិងការរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ផងដែរលោកអាន់វ៉ាក៏បានសរសេរចុងក្រោយថាម៉ាឡេស៊ីនៅតែបដិញ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងដៃគូអាស៊ាននិងសហគមន៍អន្តរជាតិដើម្បីធានាថាការសន្ទនាការអត់ធ្មត់និងការទូតមានជោគជ័យបាទនឹងការទូតមានជោគជ័យបាទនេះជាអត្ថបទបាទអត្ថបទព័ត៌មាននៅក្នុងប្រទេសថៃក៏ដូចជាសហគមន៍អាស៊ានបាទដែលមានសង្គ្រាមរវាងកម្ពុជាជាមួយនឹងសៀមឆ្លៀនពៀនបាទបានជានាយករដ្ឋមន្ត្រីសៀមបាទអូខេអត្ថបទព័ត៌មាននេះបាទខ្ញុំបាទសូមបញ្ចប់តែត្រឹមនេះបាទសូមអភ័យទោសផងដែរដែលអានមិនសូវពីរោះបាទខ្ញុំបាទសូមអរគុណសូមជម្រាបលាបាទ